វិញស្រាលបាទស្រាលដូចគ្នាព្រោះថាក្នុងទឹកទី1បើយើងឃើញថាបាត់តន់ស្ដាំទៅកន្លែងនេះមិនបានល្អក៏លុកឲ្យឆ្វេងទៅអោបជាប់ទាញគេចាក់ជង្គង់ឆ្វេងបានអ្នកបាទកាច់ក្តៅបាទមួយស្រាលបាទអយដើរចូលពីប្រមុខក្រហមបច្ចេកទេសបាទទាត់ស្ដាំចូលគល់ព្រៃបាទដុល្លារថយអកសងឆ្វេងចម្រងបាទចម្រងតែមករំទៅបាទលូកស្ដាំទាត់ឆ្វេងបាទបន្ទាត់មានបច្ចេកទេសណាមួយដែរបាទធ្ងន់ទៅហើយហាក់បីដូចជាស្ទាបស្ទងគ្នាបាទពិសោធន៍2ដងម្នាក់ឈ្នះម្ដងស្មើម្ដងម្នាក់ឈ្នះម្ដងចាញ់ម្ដងអញ្ចឹងបាទពិសោធន៍មិនលើសមិនខ្វះគ្នាទេនេះគឺជាគ្រាប់ពេជ្រដែលបាទពូស្រងកំពុងតែច្នៃមកនៅលើសង្វៀនពូស្រងគ្រាប់ពេជ្របាទគុណខ្មែរបាទបន្តទស្សនាការប្រកួតរបស់យើងជាបន្តទៀតបាទទាត់ស្ដាំមួយដុល្លារដងធាក់មួយទៀតបាទធាក់ប្រាច់វិញ2ដុល្លារមួយដើរចូលជាបន្តទាត់ស្ដាំមិនដែលធាក់ទល់មួយសិនទាត់ឆ្វេងអត់ត្រូវទេអត់ត្រូវធាក់ទៀតទាត់តែនេះធាក់មួយទៀតគ្នាជាប់លោកគ្រូទេតែយើងពាក់បាត់ទៅគាត់កែបាទដោយសារតែជាបាត់របស់សហព័ន្ធកីឡាប្រណាំងគុណខ្មែរទាត់ជើងក្រោម1 2ដុល្លារបាទចម្រុងដើរចូលមួយទាត់ឆ្វេង1 2ចម្រុងទាត់ស្ដាំសង2ដុល្លារបាទធាក់ច្រកអេសីចូលផ្ទៃមុខរបស់ចម្រុងអូយបាទច្រកអេសីចូលពេញមុខធាក់របស់បាទដុល្លារអត់ឈឺទេប៉ុណ្ណឹងណាចម្រុងកាក់ជើងក្រោមមួយយកបេះដូងរបស់អ្នកស្រុករាំងកក់បដាហើយបាទក្រុមពេជ្រយើងធាក់មួយសិនមក2ដុល្លារបាទទាត់ឆ្វេងមួយទាត់ស្ដាំសង2ដុល្លាររួចបោះជាមួយនឹងសារការប្រកួតបាទមានក្បាច់មានបច្ចេកទេសល្អក្រនបាទបបពិសោធន៍តិចមែនបាទចូលមួយទាត់ជើងក្រោមមួយទាត់សងមកវិញបាទពីចម្រុងទាត់មួយបាទចូលឃុំបាទទាត់ជើងក្រោមមួយអីយោបាទអាវមួយល្អមែនត្រប់អីសៃមួយទៀតពីចម្រុងអត់ស្ដាំមួយពីចម្រុងបាត់ស្ដាំពីចម្រុងរួចបោះជាមួយនឹងសារ៉េងបាទលោយ៉ាងរ៉ាចាប់បាទយោអ្នកមួយបាត់ស្ដាំទាត់ឆ្វេងមួយគេផុតអ្នកមួយបាញ់ញ៉ែទីពីលាចប់បងគោក្រហមជាដុល្លារមកគោគៀវផនិតចម្រុងទាត់ស្ដាំលូកស្ដាំទៅ2ដុល្លារអត់យើងស្រីបាទពីចម្រុងប៉ុន្តែឯនេះមកវាយកដាលដុល្លារដាក់បោះកដាលកុំតែគៀនក៏វាបាទទាត់ស្ដាំ2ដុល្លារក៏អោបគ្រៀងជាប់លោករួយណាបាទអោបល្មមបាទក្តោបជាប់ល្មមណែបាទពិសេសនេះគេហៅថាទាត់បាទលោនទាត់ពីអូយណែគូទី1បាទអ្នកគ្រប់ត្រនៅបាទស្រុកតាំងកក់ខេត្តតាកែវសំឡេងហូកងរបស់ប៉ុណ្ណឹងតម្រុំទៅគូទី2បាទគូទី2លូកទាំងឡាយនេះបាត់ចាប់ខ្លួនអោបជាប់អត់ទៀងបាទមួយយើងធាក់មួយសិនស្ដាំទៅពេញឡោះទៅបន្តនេះហើយទាត់ឆ្វេងមួយគាត់ឆ្វេងលូកស្ដាំតាមទៀតពីចម្រងចាក់គង់មួយទៀតណែអាចខ្ញុំមកកដាលខ្ញុំបាញ់ដល់ថយទៅឲ្យស្ដាំតែមកឆ្វេងស្ដាំឆ្វេងពីចម្រងទៀតទាត់ឆ្វេងទៀតពីចម្រងតើចូលទាត់ស្ដាំនេះបាទដុល្លារទាត់ស្ដាំទៀតពីដុល្លារណែទៅមកបាទក្បាច់ក្បួនស្លៀកបាទរៀនពីលោកគ្រូបាទទាំងប្រមាណមកបង្ហាញនៅលើសង្វៀនពូស្រស់បង្ហាញកាន់តែឱកាសកាន់តែច្រើនបាទឆ្នៃបាទគ្រប់ពេជ្របាទឲ្យខ្លាចជាកីឡាករលំដាប់បាទមានពេលទឹកមុខបាទតាំងពីមួយដល់ទាត់ស្ដាំកាន់តែគ្នាចូលពីឆ្វេងកន្លែងនេះធាក់មួយទៀតលុកតាំងពីហើយពីបាទប៉ុន្តែចូលបន្តទៀតវិនាទីរបស់យើងក៏ជិតចាប់បានក្នុងទឹកទី3បាទមកទៅចប់ទៅទី3ខៀវឈ្នះមង្គលធម្ម